គឺសេចក្តីស្ងប់ត្រជាក់ហើយនឹងជាប្រយោជន៍នេះឯងដែលជាសេចក្តីសំខាន់ក្នុងជីវិតដែលយើងត្រូវតែអប់រំទៅដោយសតិសម្បជញ្ញៈដើម្បីមកមើលថែជីវិតរបស់យើងហ្នឹងឯងចាំសតិសម្បជញ្ញៈនេះគឺសំខាន់ណាស់ជាធម៌មានឧបការៈច្រើនដែលយើងមិនអាចនឹងបោះបង់ខ្លួនយើងចោលទេនឹងឯងជីវិតរបស់យើងនឹងមិនអាចពឹងអ្នកដតីណាបានឡើយមនុស្សទាំងអស់រាប់ពាន់លានអ្នកទេវតាទាំងអស់ក៏យើងមិនអាចទៅពឹងអ្នកណាមួយអង្គបានទេនឹងឯងសូម្បីតែទៅរកព្រះពុទ្ធជាអង្គម្ចាស់ក៏ព្រះអង្គឲ្យយើងត្រឡប់មកពឹងខ្លួនឯងវិញហើយបើសិនបើយើងនឹងឯងណាមិនបានយល់ដឹងនៅក្នុងធម៌នេះទេយើងបែរទៅជាសត្រូវនឹងខ្លួនឯងឬក៏ទៅជារំលោភបំពានបៀតបៀនខ្លួនឯងត្រង់ដែលថាមិនមានសតិសម្បជញ្ញៈសវណ្ណហ្នឹងឯងដោយការបាត់បង់សតិហើយរំលោភបំពានលើខ្លួនឯងគឺណាតើយើងនឹងកំសត់បណ្ណាទៅតែមើលដែលមិនអាចពឹងមនុស្សណាទេវតាណាទាំងអស់បានត្រូវតែមកពឹងខ្លួនឯងនេះដើម្បីឲ្យរួចពីបាបរួចពីវដ្តសង្សារដើម្បីបានដើរនៅក្នុងផ្លូវអរិយមគ្គប្រកបដោយអង្គ8ប្រការដោយព្រះអរិយបុគ្គលដទៃដែរប៉ុន្តែបែរទៅជាមិនបាននៅទីពឹងពីខ្លួនយើងនឹងតែម្ដងដោយសារអត់មានសតិសម្បជញ្ញៈនឹងឯងតើពឹងអ្នកណាបានទៅបើដូចជាថាកូននឹងឯងពឹងឪពុកនឹងអញ្ចឹងហើយបើឪពុកនឹងប្រព្រឹត្តរំលោភបំពានទៅលើកូននឹងទៅទៀតតើនឹងឲ្យទៅពឹងអ្នកណានេះគឺគ្រាន់តែលើកដើម្បីឲ្យឃើញថាវាជារឿងកំសត់ប៉ុណ្ណឹងមិនកំសត់ដល់ដែលខ្លួនយើងនឹងស្រវឹងបាត់បង់ស្មារតីហើយបៀតបៀនខ្លួនឯងទៅដោយបាបកម្មពីវរាគឺណាតើកំសត់ប៉ុណ្ណាតើយើងឃើញចំណុចដែលសត្វលោកយើងកំសត់ត្រង់ដែលថាពឹងអ្នកណាក៏មិនបានហើយស្រាប់តែមិនបានទីពឹងពីខ្លួនឯងហ្នឹងដោយខ្លួនឯងខ្វះសតិសម្បជញ្ញៈហ្នឹងឯងចឹងត្រូវកំសត់ទៅមែនទែនដូច្នេះបងប្អូនកូនចៅទាំងអស់គឺថាសតិសម្បជញ្ញៈនឹងឯងចម្រើនឡើងពីហេតុណាពីទានពីសិលព្រោះមហាកុសលសុទ្ធតែមានតួសតិក្នុងហ្នឹងហើយញាណសម្បយុត្តប្រកបដោយបញ្ញាទៀតពីការស្ដាប់ធម៌ពីការទន្ទិញចងចាំពុទ្ធដីកាពីការអប់រំមេត្តាចិត្តពីការចម្រើនបញ្ញាបានជ្រួតជ្រាបទៅដឹងថាអ្វីគឺសុទ្ធតែជាការពិតដែលប្រព្រឹត្តទៅក្នុងគ្រប់រឿងទាំងអស់ដែលកើតមានគឺយើងមិនចាំបាច់ទៀមទារឿងដតីទេមិនចាំបាច់ទៀមទាអ្វីដោយឡែកទេគឺយល់ដឹងការពិតរឿងអ្វីដែលបានមកដល់ជីវិតកើតឡើងគឺបានដឹងថារឿងនឹងត្រឹមត្រូវប៉ុន្តែអត់ធន់ទៅវាមិននៅជាមួយនឹងយើងរហូតអីទេកុំឲ្យតែបាត់បង់នៅសតិសម្បជញ្ញៈរឿងដែលនាំឲ្យសบายចិត្តក៏កន្លងទៅរឿងដែលនាំឲ្យកើតទុក្ខក៏កន្លងទៅដូច្នេះគឺយើងត្រូវមានគុណធម៌ជាមួយគ្នានឹងគ្រប់រឿងដែលបានមកដល់នឹងអោបកសោបគុណធម៌កុំឲ្យបាត់បង់សតិសម្បជញ្ញៈហើយរឿងទាំងអស់វានឹងកន្លងទៅទេវាអត់មានរឿងអីថិតថេរទៀងទាត់នៅជាមួយយើងរហូតទេដល់តែពេលវាកន្លងទៅយើងអត់មានសេចក្តីក្តៅក្រហាយស្ដាយក្រោយទេរឿងដែលនាំឲ្យយើងវង្វេងស្រឡាញ់ក៏ដោយនាំឲ្យយើងវង្វេងស្អប់ក៏ដោយនឹងឯងត្រូវតែកំណត់ដឹងថារឿងទាំងអស់នឹងទុកជាមេរៀនចូលមកដល់ជីវិតរបស់យើងឲ្យឃើញថាធัวទាំងឡាយមានហេតុបានកើតឡើងចឹងទៅចឹងគឺថាទោះជារឿងនឹងត្រូវបាត់បង់ទៅវិញយើងស្រឡាញ់ពេញចិត្តប៉ុន្តែថាដល់តែយើងមានគុណធម៌ដែលត្រូវរក្សាទៅក៏យើងមិនហួងហែងរឿងហ្នឹងកន្លងទៅព្រាត់ប្រាសទៅក៏យើងសង្វេគទៅមិនហួងហែងមិនផ្ទះមិនតែងទៀមទាអ្វីដែលកន្លងទៅនឹងឲ្យនៅជាមួយយើងរហូតទេហើយរឿងដែលសម្រាប់ថាឲ្យយើងលំបាកចិត្តឲ្យយើងទាស់អីហ្នឹងយ៉ាងណាក៏យើងមិនដល់ទៅក្រំគ្រាក្តុកក្ដួលក្តៅអីហើយឲ្យបាត់បង់នៅគុណធម៌ទេព្រោះថា
អ្វីដែលសំខាន់សម្រាប់ជីវិតរបស់យើងគឺសតិសម្បជញ្ញៈក្នុងទានក្នុងសិលក្នុងសមថវិបស្សនារឿងទាំងអស់ដែលបានមកដល់ជីវិតនឹងកន្លងផុតទៅក៏យើងអត់មានសោកសៅអត់មានអាឡោះអាល័យហើយក៏រឿងដែលនាំឲ្យយើងតោះក៏មិនជាតោះអីទៅដែរនឹងឯងពីព្រោះអ្វីដែលយើងត្រូវការពិតប្រាកដមិនមែនគ្រាន់តែរឿងឲ្យយើងពេញចិត្តតែប៉ុណ្្នឹងទេយើងមិនយកអាត្រង់ការពេញចិត្តទៅតាមកិលេសទេយើងយកត្រង់ដែលថាសិក្សាចំពោះអ្វីដែលកើតឡើងមកដល់ជីវិតរបស់យើងនឹងវាត្រឹមត្រូវទៅដោយហេតុដោយបច្ច័យយ៉ាងណាអញ្ចឹងទៅយើងរក្សាសតិសម្បជញ្ញៈបានយើងយល់ដឹងចំពោះការពិតនៃជីវិតគ្រប់យ៉ាងចូលមកដែលយើងហៅថាបញ្ហាប៉ុណ្ណាក៏ដោយទៅជាមេរៀនសម្រាប់យើងសិក្សាបានយល់ដឹងពីសព្វេធម្មេជាអនត្តាធัวទាំងឡាយទាំងពួងជាអនត្តាអត់មានអ្នកណាធ្វើឲ្យខ្លួនឯងទេយើងក៏មិនបានធ្វើអ្នកដទៃក៏មិនបានធ្វើឲ្យដែរគឺធัวសុទ្ធអញ្ចឹងទៅតែម្ដងទាំងមានសុខមានទុក្ខមើលមានអ្នកណាទៅធ្វើឲ្យខ្លួនឯងបានបើធ្វើតែសុខទៅអត់ចាំបាច់ធ្វើទុក្ខហើយបើទុកយើងអត់ធ្វើទេសុខក៏យើងអត់ធ្វើដូចតែគ្នាយើងទៅបបោសអង្អែលទៅស្រឡាញ់ទៅជាប់ជំពាក់ហួងហែងអីអារបស់ដែលយើងអត់បានធ្វើដូចតែទុក្ខវេទនាដែរហ្នឹងឯងគឺត្រូវតែតាំងនៅដោយអំណាចនៃឧបេក្ខាសម្ពោឆង្គៈអង្គធัวគឺតត្រមច្ឆតតាហើយឧបេក្ខាសម្ពោឆង្គៈតេតួងទៅនឹងធម្មវិជ្ជយៈសម្ពោឆង្គៈដែលស្រាវជ្រាវរកឃើញនៅការពិតក្នុងជីវិតនេះឯងដែលជាព្រះអាទិត្យរះឡើងក្នុងដួងចិត្តរបស់យើងក្នុងជីវិតដែលត្រូវឃើញធัวតាមទីក្តីពិតអញ្ចឹងគឺប្រព្រឹត្តទៅជាមជ្ឈមបដិបទាទេអ្វីដែលបានចូលមកក្នុងជីវិតហ្នឹងប្រកាសឡើងជាធัวដែលមានហេតុត្រឹមត្រូវបានកើតឡើងចឹងទៅក៏យើងតាំងនៅក្នុងគុណធัวនឹងឯងមិនឲ្យរឿងរ៉ាវទាំងអស់នឹងឯងមកធ្វើឲ្យយើងញាប់ញ័រហើយបាត់បង់នៅគុណធัวទេព្រោះយើងមិនលុះនៅក្នុងអំណាចធัวទាំងអស់នោះដើម្បីនឹងតាមទៅក្នុងធัวទាំងអស់នឹងទេព្រោះចិត្តរបស់យើងបង្អោនមករកពុទ្ធពធព្រះសង្ឃយើងតោងបរតនត្រ័យជាប់លាប់ហើយរីករាយទៅនៅក្នុងគុណរបស់បរតនត្រ័យអារម្មណ៍ណាដែលបានចូលមកនឹងពុទ្ធបរិស័ទបងប្អូនកូនចៅចាំចុះឲ្យតែចិត្តល្អហើយវាអត់មានរឿងអីអាក្រក់មករកយើងទេហើយបើថាចិត្តនឹងវាមិនល្អហើយក៏ល្អហើយសៅมองហើយក៏វាអត់មានរឿងអ្វីល្អមករកយើងកើតដែរនឹងឯងដូច្នេះការដែលយើងត្រូវអប់រំចិត្តនឹងឯងឲ្យបានរីករាយជាមួយគ្នានឹងគុណពុទ្ធគុណពធគុណប្រសង្ឃរឿយទៅវាជួយឲ្យយើងរីករាយជាមួយនឹងរឿងដតីផ្សេងទៀតជាមួយនឹងអ្នកណាអីចឹងទៅក៏រីករាយស្រស់ស្រាយទៅដោយសារអីដោយសារការដែលយើងមានចិត្តរីករាយនឹងឯងហើយវាមានអារម្មណ៍ឯណានីមួយដែលយើងវឹកហាត់អប់រំចិត្តទៅក្នុងអារម្មណ៍ហ្នឹងដែលអាចនឹងអប់រំបានទៅក្នុងគុណពុទ្ធក្តីគុណពធក្តីគុណប្រសង្ឃក្តីការដែលយើងបានតម្កល់ឪពុកម្ដាយយើងជាព្រះអរហន្តសម្រាប់ជីវិតរបស់យើងក្តីហើយយើងសប្បាយចិត្តថាអត់ចាំបាច់ត្រូវការអីទៀតទេជីវិតដែលបុណ្យនឹងបានរៀបចំឲ្យយើងបានមកប៉ុណ្ណេះហើយអត់ទៀមទាអ្វីពីអ្នកដទៃទេយើងគឺសម្រេចនៅសេចក្តីសុខដោយខ្លួនឯងបានជាមួយនឹងគុណពុទ្ធគុណពធគុណប្រសង្ឃជាមួយនឹងកតញ្ញុតាធម៌ចំពោះមេត្តាបិតាដល់ទៅប៉ុណ្ណឹងយើងមិនត្រូវការអ្វីពីអ្នកដទៃច្រើនអញ្ចឹងវាអត់មានរឿងដែលត្រូវឲ្យកើតទុក្ខសៅមងអីទៅទេហើយរឿងខ្លះដែលយើងត្រូវជួយត្រូវដោះស្រាយក៏យើងយល់ថាសត្វលោកប្រព្រឹត្តទៅតាមកម្មអញ្ចឹងផងដែរមិនយើងចិត្តតែចង់ជួយទៅជួយអត់បានកើតទុក្ខទេព្រោះសត្វលោកប្រព្រឹត្តទៅតាមកម្មរៀងខ្លួនយើងគ្រាន់តែស្ថិតនៅក្នុងដែលមានមេត្តាករុណាបំណងដើម្បីនឹងត្រូវជួយយ៉ាងណារក្សាចិត្តរបស់យើងឲ្យវារួចផុតអំពីអាការកំណាញ់ចំណែនព្យាបាទអីនឹងតែប៉ុណ្ណឹងហើយនឹងបានដឹងថាសត្វលោកប្រព្រឹត្តទៅតាមកម្មជាចំណុចដែលព្រះពុទ្ធអង្គក៏ជួយអត់រួចដែរហើយជាបញ្ញាតផ្ទាល់ទៀតដោយប្របាទសុពពុទ្ធចឹងទៅវិខទេវតតអីចឹងទៅនឹងឯងដែលនឹងត្រូវចុះទៅកម្មនរកសិនចឹងបន្ទាប់ពីអស់វិជនទៅនឹង
នឹងឯងគឺសត្វលោកប្រព្រឹត្តទៅតាមកម្មអញ្ចឹងព្រះពុទ្ធអង្គក៏អាចនឹងចិត្តទៅជួយថាពេលព្រះអង្គបានត្រាស់កុំឲ្យមានសត្វនរកកុំឲ្យមានធ្លាក់នរកអីក៏មិនបានចឹងមានអ្នកប្រព្រឹត្តបាបកម្មខ្លាំងនៅពេលព្រះអង្គត្រាស់ដឹងនឹងទៅទៀតមិនមែនព្រះអង្គដាក់បាបទៅឲ្យគេទេប៉ុន្តែរឿងសត្វលោកវាត្រូវប្រព្រឹត្តទៅតាមអធិស្រ័យនិងប្រព្រឹត្តទៅតាមកម្មអញ្ចឹងដូច្នេះយើងរស់នៅត្រូវចេះថែរក្សាចិត្តរបស់ខ្លួននឹងឯងឲ្យបាននៅសេចក្តីសុខស្ងប់ហើយនឹងមានប្រយោជន៍ដល់ខ្លួនឯងដល់ក្រុមគ្រួសារដល់អ្នកដទៃបានប៉ុណ្ណាប៉ុណ្ណឹងមុននឹងយើងលាចាកលោកនឹងទៅយើងត្រូវប្រឹងប្រែងឲ្យបានសម្រេចនៅប្រយោជន៍ហើយនឹងសេចក្តីសុខស្ងប់ក្នុងជីវិតនេះឯងត្បិតយើងបានជួបនឹងបរតនត្រ័យហើយក៏នៅក្នុងចំណុចដែលថាការដែលយើងបានជីវិតនេះមកបានដោយកម្រក្រក្រៃមិនមែនចេះតែងាយបានឃើញមនុស្សអីចឹងទៅដូចជាងាយគឺអត់ទេនៅលើមហាកុសលឲ្យបដិសន្ធិហើយជាពិសេសដែលនឹងជាឧបត្ថម្ភកបច្ច័យឲ្យបាននៅរស់មកដល់ប៉ុណ្ណឹងងាយអីមើលបងប្អូនខ្ញុំណាប្រុសគឺអត់មានអ្នកណាបានចូលមកដល់ហាលផងទេចឹងគឺណាប្រុស4នាក់ហ្នឹងចឹងអត់មានបានមកដល់អាយុហាទេមិនងាយទេណាហើយអាហ្នឹងយើងគ្រាន់តែប៉ុណ្ណឹងចុះអ្នកផ្សេងទៀតហ្នឹងសម្បើមណាស់ណាដែលត្រូវបាត់បង់ជីវិតទៅមិនបានចូលមកដល់អាយុហានឹងផងទេទៅបាត់បង់ជីវិតទៅសម្បើមចឹងទៅហំទៅនោះធ្វើការនៅស្រុកគេអីចឹងទៅដើម្បីរលុយកាក់មកនឹងឯងទំនុកម្រងមេត្តាបិតាអីខ្លះហើយស្រាប់តែគ្រោះថ្នាក់ធ្លាក់អីមកបាត់បង់ជីវិតទៅនឹងឯងខ្ទេចខ្ទីរូបកាយនឹងដោយធ្លាក់ពីលើទីខ្ពស់អីចឹងទៅមើលនៅទាំងពេញកម្លាំងនឹងឯងជីវិតហ្នឹងមិនងាយបានរហូតមកដោយដែលយើងមានសពថ្ងៃនេះហើយយើងបានមកដល់ថ្ងៃនេះមែនប៉ុន្តែតទៅទៀតតើយើងធានាបានថារួចពីថ្ងៃហ្នឹងដល់ស្អែកដែរឬទេយើងនេះណាយើងដឹងថាយើងអាចបានដល់ថ្ងៃស្អែកដែរឬអត់បានព្រះពុទ្ធអង្គទ្រង់ត្រាស់ថាអច្ចេវៈកិច្ចមាតបាំងកោជាញាមរណង្សវេណហេណូសង្ករន្តេនៈមហាសេនេនមច្ចុណានឹងមើលនឹងឯងប្រឹងប្រែងថ្ងៃនឹងឯងចឹងដែលយើងត្រូវតែរក្សាចិត្តកុំគិតថារឿងនឹងវាមិនសមអ្នកដតីធ្វើចេះកុំឲ្យយករឿងអ្នកដតីធ្វើអីហើយមកដាក់ក្នុងគំនិតយើងថាគេធ្វើនឹងមិនសមអញ្ចឹងគឺកុំឲ្យសោះនាំតែយើងលំបាកកើតទុកមិនសក់ចិត្តដាក់អ្នកដតីទេអត់មានរឿងអ្នកដតីអីណាធ្វើអីមិនសមសម្រាប់យើងទេរឿងនេះវាជារឿងពិតរបស់យើងម្នាក់វិច្ចស្ពាយសំពាយកម្មមកត្រូវទទួលវិបាកខ្លួនឯងកុំឲ្យមានគំនិតគិតថាអ្នកដតីមិនសមធ្វើអីដាក់យើងហើយយើងគិតគូរទម្លាក់ទោសកំហុសទៅអ្នកដតីហើយកើតទុកមិនសុខចិត្តក្តៅក្រហាយអីខ្លួនឯងកុំឲ្យសោះអត់ទេរឿងអីក៏ជាការពិតសម្រាប់ជីវិតរបស់យើងចូលមកដល់ពេលហ្នឹងដែលយើងមិនបានដឹងមុនគឺត្រូវជួបនៅរឿងហ្នឹងឯងប៉ុន្តែយើងត្រូវឆ្លងកាត់ឲ្យបានគ្រប់រឿងទាំងអស់ត្រូវតែមមតំជាមួយនឹងគុណធម៌កុំឲ្យឆេវឆាវក៏គឺកុំឲ្យមានការវង្វេងបាត់បង់ស្មារតីទៅតាមសេចក្តីស្រឡាញ់សេចក្តីពេញចិត្តទៅនៅក្នុងរឿងលោភៈហ្នឹងរឿងរាគៈអីហ្នឹងគឺកុំឲ្យខូចខ្លួនខូចប្រាណទៅដោយអំណាចនៃកិលេសហ្នឹងគឺយើងគឺថាបិទភ្នែកឲ្យចិត្តសម្លឹងមើលឲ្យឆ្ងាយរឿងទិសដៅនៃជីវិតរបស់យើងត្រូវតែឆ្លងកាត់ឧបសគ្គរាគៈទោសៈខ្មោចព្រាយបិសាចក្នុងជីវិតរបស់យើងដូចជាយើងត្រូវមករកវត្ថុដ៏ស័ក្តិសិទ្ធិក្នុងរូងភ្នំអញ្ចឹងគឺត្រូវតែឆ្លងកាត់នៅឧបសគ្គខ្មោចព្រាយបិសាចហ្នឹងមកយកវត្ថុដ៏ស័ក្តិសិទ្ធិនឹងឲ្យបានយ៉ាងណាអមតៈធัวយើងត្រូវឆ្លងកាត់នៅវិបត្តិនៃជីវិតខ្មោចព្រាយបិសាចគឺកិលេសក្នុងចិត្តរបស់យើងនឹងឯងអញ្ចឹងគឺត្រូវសម្លឹងមើលទិសដៅហើយឲ្យទិសដៅនឹងឯងត្រឡប់មកជាកម្លាំងចិត្តនៃជីវិតដែលយើងត្រូវដើរ
គឺថាមួយចំហៀនគឺរាប់ជាកម្លាំងចិត្តថាកាន់តែចិត្តបន្តិចម្ដងដោយមួយចំហៀនហ្នឹងយើងមិនទេតែងចង់បានតែមួយចំហៀនចុងក្រោយបានដល់ទេយើងឲ្យតម្លៃមួយចំហៀនពីចម្ងាយហ្នឹងទៅហ្នឹងដែលយើងមានទិសដៅដែលត្រូវរក្សាក្នុងបច្ចុប្បន្នហ្នឹងនៅក្នុងផ្លូវរបស់យើងកុំឲ្យធ្លាក់ចូលទៅក្នុងផ្លូវអ្នកដទៃដោយប្រការផ្សេងនេះគឺជាអត្តបទធម៌ដើម្បីជាការអបអរសាទរនៅក្នុងបុណ្យកុសលនាគុហាភ្នំក៏ណាហើយនឹងថ្វាយបង្គំពុទ្ធអង្គបរិនិព្វានក៏ណាពុទ្ធបរិមាហើយក៏នឹកដូចដែលព្រះអង្គគង់បជនប្រថាប់នៅអញ្ចឹងទាំងពធព្រះវិន័យហ្នឹងអង្គបរិនិព្វានទៅតែព្រះរូបកាយអញ្ចឹងទេប៉ុន្តែព្រះធម៌ព្រះវិន័យពុទ្ធអង្គទ្រង់ជាបិតាគឺនៅបីបាច់ថែរក្សាកូនរបស់ព្រះអង្គធីតារបស់ព្រះអង្គនៅសពថ្ងៃអញ្ចឹងពុទ្ធបរិស័ទយើងក៏បីនឹងពិចារណាសេចក្តីនៃពធហើយនឹងថែរក្សាខ្លួនឲ្យបានល្អអ្វីដែលថាជាខ្លួនរបស់យើងឲ្យបានពិតប្រាកដដើម្បីនឹងកន្លងពីលោកយៈទៅដល់លោកតរៈនឹងឲ្យបានគឺថាជាការឆ្លងចាកលោកីទៅដល់លោកតរៈនឹងគឺមានតែការរក្សាអប់រំចិត្តសន្តាននេះឯងមិនមែនរូបកាយទេរូបកាយគឺជាលោកយៈសត្វទោះជារូបក្នុងសម័យណាក៏ដោយរូបពុទ្ធអង្គក៏ដោយគឺសត្វតែលោកយៈទាំងអស់នឹងឯងគឺมันអាចទៅជាលោកតរៈมันអាចនឹងបានរួចផុតចាកលោកដោយសារយើងទំនុកបំរុងរូបកាយនឹងទេទោះជាយើងទំនុកបំរុងមាសប្រាក់លុយកាក់សម្បត្តិសម្បូរផ្ទះសម្បែងទីកន្លែងប៉ុណ្ណាក៏ដោយយើងខំកំណាញ់ដើម្បីឲ្យខ្លួនឯងនឹងបានប្រសើរទៅដោយសម្បត្តិបង្អួតបង្អរអ្នកដតីប៉ុណ្ណាក៏ដោយផ្ទះប៉ុណ្ណភ្នំក៏ដោយប៉ុន្តែរូបនឹងគឺជាលោកយៈទីបំផុតក៏ត្រូវជារានាំមកនៅជំងឺរោគាអត់មានបានទីពឹងអីពីរូបកាយដែលយើងចំណាយមួយជីវិតដើម្បីរូបកាយអានឹងមកពីយើងច្រឡំខ្លួនរបស់យើងនឹងទៅលើរូបកាយនឹងតាមពិតខ្លួនយើងដែលត្រូវទំនុកបំរុងបីបាច់មើលថែរក្សាឲ្យបានតិចល្អគឺចិត្តសន្តានដែលប្រព្រឹត្តទៅដោយមហាកុសលចិត្តប្រព្រឹត្តទៅដើម្បីជាលោកតរៈអញ្ចឹងត្រូវថែរក្សាដោយសតិសម្បជញ្ញៈនឹងឯងមិនចាំបាច់ថាប៉ុណ្ណឹងប្រជែងជាមួយអ្នកមានអ្នកបានអីដោយសម្បត្តិសម្រាប់រូបកាយនឹងទេយើងត្រូវរកធម្មសម្បត្តិសម្រាប់ចិត្តវិញតនពេលវេលាអរិយទ្រព្យគឺជាសម្បត្តិរបស់ចិត្តអញ្ចឹងពុទ្ធបរិស័ទបងប្អូនកូនចៅសូមឲ្យជាអ្នកសម្បូរបុណ្យសូមឲ្យជាសិទ្ធិបុណ្យជាស្ដេចបុណ្យអញ្ចឹងទៅសោយរាជនៅក្នុងនគរបុណ្យអញ្ចឹងទៅសបាយរីករាយគឺថាជាការគ្រប់គ្រងនគរកាយរបស់ខ្លួននេះឯងដែលមានបេះដូងរបស់យើងដែលជាទីអាស្រ័យនៃចិត្តប្រកបដោយតថាគតពោធិសទ្ធានឹងឯងជាតួប្រសាសនាហើយនឹងមានព្រះមហាក្សត្រដ៏ល្អគ្រប់គ្រងនៅក្នុងនគរកាយនេះគឺជាតួបញ្ញាជាញាណទេសនៈនឹងឯងទាំងសូមអនុមោទនាដូច្នេះនៅក្នុងការដែលយើងបានបូជាចំពោះប្រតនត្រ័យចឹងយើងនឹករលឹកនៅក្នុងព្រះគាថាដែលព្រះអង្គទ្រង់ប្រកាសសម្ដែងក្នុងពុទ្ធវគ្គក៏ណាពីព្រះគាថាហ្នឹងយើងរៀនឲ្យបានចាំជួយរំលឹកដាស់តឿនយើងកុំឲ្យធ្វើពេលវេលាដ៏មានតម្លៃសម្រាប់យើងបូជាបរតនត្រ័យនឹងឲ្យបាត់បង់ទៅដោយសារតែកិលេសមីនាំឲ្យយើងទៅខ្វាយខ្វល់នឹងមនុស្សម្នាផ្សេងពុទ្ធបរិស័ទហើយកុំចាំបាច់ប្រៀបដល់ទៅពុទ្ធអង្គអីផងមើលក្នុងព្រះគាថាសហសវៈហ្នឹងគ្រាន់តែជាមួយគ្នានឹងអង្គដែលមានទិដ្ឋិត្រង់រាប់ចាប់ពីសោតាបានទៅណានឹងឯងទៅក្នុងការដែលអភិវាទអភិវណ្ណនមស្ការថ្វាយបង្គំនឹងប្រសើរណាប្រសើរសំបីតែបែងទៅជា4ហើយនឹង1ភាគ4នឹងប្រសើរជាងការបូជាដល់សត្វលោកក្នុងចក្រវាលទៅទៀតហ្នឹងវាយើងដឹងជាគិតជាមិនទៅទៀតទេប៉ុន្តែថាពុទ្ធរិកា
អង្គសំដែងមកអដ្ឋកថាលោកបញ្យលមកហើយនេះដល់ទៅព្រះសម្មាសម្ពុទ្ធទៀតដែលយើងត្រូវបូជានោះនឹងឯងមិនមែនត្រឹមតែជាបុគ្គលដែលមានទិដ្ឋិត្រង់ជាព្រះសោតាបានប្រសក្តិគាមីព្រះអនាគាមីព្រះអរហន្តសាវកអីណាពុទ្ធណាមើលហើយតើយើងគិតថាមនុស្សទាំងអស់នឹងគិតថាប្រសើរជាងពុទ្ធអង្គទៅទៀតឬបានជាយើងត្រូវខ្វាយខ្វល់ទៅជាមួយនឹងអ្នកទាំងអស់នឹងដោយការស្រឡាញ់ស្អប់កប់តោះប្រកែប្រកាន់ចេះអញ្ចោះនឹងមនុស្សមានកិលេសផងគ្នាវាអញ្ចឹងហើយយើងចិត្តទៅគិតថាមិនសមគាត់អញ្ចឹងសោះមិនសមគាត់អញ្ចឹងសោះឲ្យគាត់អាម៉េចទៅវិញទៅមានកិលេសនោះគេណាមើលយើងគិតមើលអញ្ចឹងមើលណាចុះព្រះពុទ្ធអង្គដែលព្រះអង្គជាព្រះសម្មាសម្ពុទ្ធជាអគ្គបុគ្គលលើលោកអត់មានលោភៈទោសៈមោហៈនោះមិនក៏យើងមិនបង្អោនចិត្តមកជ្រះថ្លាមកហើយយើងចង់ឲ្យមនុស្សមានកិលេសទាំងអស់ហ្នឹងល្អមករស់យើងឬក៏ថាល្អយ៉ាងម៉េចទៅអ្នកដែលមិនល្អអ្នកដែលនៅមានកិលេសដូចតែយើងអីដែរហ្នឹងវាសម្បូរណាស់ប៉ុន្តែអ្នកដែលអស់កិលេសអង្គដែលអស់កិលេសជាព្រះអរហន្តក៏មានដូច្នេះវាមិនមែនជារឿងយើងទៅខួងហែងកិលេសរបស់អ្នកដតីទេកុំឲ្យយកកិលេសអ្នកដតីមកខាងកិលេសខ្លួនឯងផងរែកធ្ងន់ទៅជាភារៈក្នុងវដ្តសង្សារហ្នឹងដាក់ចោះឲ្យដឹងថាសភាពនៃកិលេសនឹងឯងត្រូវដាក់ចោះហើយយកគុណបរតនត្រ័យនឹងឯងមកជាអារម្មណ៍រឿយដោយពុទ្ធានុសតិជាដើមនឹងចឹងទៅចឹងយើងនឹងបាននមស្ការទៅទាំងនមោតស្សៈភគវៈតោអរិយតោសម្មាសម្ពុទ្ធសានមន្តសភគវៈតោអរិយតោសម្មាសម្ពុទ្ធសានមន្តសភគវៈតោសម្ពុទ្ធសាពោជារហេពោជាយៈតោពុទ្ធេយតិចសាវកេបបញ្ចៈសមតិកន្តេតនៈសោកៈបរិត្តវេតេតាតិសេពោជយតោនិពុតេអកតោភយេអ្នកសកាបញ្ញੰសង្ខាតងអិមេតមបេកេនចេសូមអនុមោទនាក្នុងកាលដែលបុគ្គលបានបូជាចំពោះបុគ្គលដែលគួរបូជាជាបូជារហបុគ្គលមានព្រះសម្មាសម្ពុទ្ធព្រះបច្ចេកពុទ្ធសាវកពុទ្ធដែលបានប្រព្រឹត្តកន្លងនៅបបញ្ចធัวតណ្ហាមានអ្នកទិដ្ឋិដែលជាគ្រឿងធ្វើឲ្យវដ្តសង្សារយឺតយូរបុគ្គលទាំងអស់អង្គនោះបានប្រព្រឹត្តកន្លងនៅសេចក្តីសោកសឹកសួលហើយជាតាតិបុគ្គលសូមបីបរិនិព្វានទៅមិនមានសេចក្តីទុក្ខអំពីទីណាអ្នកណាហើយដែលបានបូជាដល់តាតិបុគ្គលនោះរមែងមានផលច្រើនទេវតាប្រអិនប្រព្រំមិនអាចមករកបុណ្យនៃបុគ្គលអ្នកបូជានោះបានឡើយថាបុណ្យត្រឹមប៉ុណ្ណេះបុណ្យត្រឹមប៉ុណ្ណោះនោះទេបុណ្យទាំងអស់នេះមានអានុភាពឲ្យនៅសុគតិភព
និងលោកតរៈធัวតាមដែលមានសេចក្តីជ្រះថ្លាហើយសូមអនុមោទនាទាំងទុក្ខបត្តាចនិតទុក្ខាភយាមបានតាចនិតភយាសោកម្មបត្តាចនិសោកាហន្តសំពេបេបាណេណោថាធុទាំងសូមអនុមោទនាដល់ពុទ្ធិវិស័យពីងាកមិញដែលគុណចាស់ដឹកនាំលោកគ្រូអាចារ្យអ្នកកម្មការបានធ្វើហើយបានបុណ្យកុសលទាំងអស់គ្នាបាសិកាកម្មនវីបូជាពធ$50ធម្មញាធម្មមិត្តបូជាពធ$50,000បាសិកាតាំងបោជើងហៅទុនចូលបន់$10បូជា$20ណាហើយបាសិកាហ៊ុនហេងដំណើរក្រុមគ្រួសារ40000ពុទ្ធបរិស័ទរួមដំណើរ80000ពុទ្ធបរិស័ទ11500ថែមទៀតហើយបាសិកាពុទ្ធវីបូជាពធ$10បាសិកាពូហៀង40000បូជាពធបាសិកាតាំងលិគៀងបូជាពធ$10បាសិកាតៅរីផលបូជាពធ$20ពុទ្ធបរិស័ទរួមដំណើរមក166,000ទៀតណាហ្នឹងឯងនេះទុកដាក់ធ្វើក្នុងវត្តហ្នឹងទៅហ្នឹងឯងដើម្បីបានជាការចូលរួមចាត់ចែងអីទៅក្នុងការថែរក្សារៀបចំអីបន់ទៀនហ្នឹងឯងខ្ញុំណាថែម$100ទៀតណាហ្នឹងឯង$40,000ណាហើយអំប្រុសបន្ថែមដើម្បីទុកដាក់ចូលរួមនៅក្នុងវត្តហ្នឹងឯងពុទ្ធបរិស័ទបូជាថែមទៀតក៏ណាហ្នឹងឯងហើយនេះអភិសេកតិចទៅបងនិតក៏ណាជាយោហិតិចចុះញាតិញោមបាយប្រភពឈ្មោះព្រះដល់មានប្រភពទាំងអស់គ្នាទៅជាយោហិពុទ្ធិស័កសរិមតោអយ៉ាងមេរសច្ចៈបាបិមតោបរាជាយោព្រះពុទ្ធមានសេរីព្រះអង្គឈ្នះមាហើយមាមានចិត្តបាបចោះចាញ់ព្រះអង្គហើយសូមអនុមោទនាជាយោហិពុទ្ធិស័កសរិមតោអយ៉ាងមេរសច្ចៈបាបិមតោបរិថាជាយោព្រះពុទ្ធមានសេរីព្រះអង្គឈ្នះមាហើយមាមានចិត្តបាបចាញ់ព្រះអង្គហើយសូមអនុមោទនាជាយោហិពុទ្ធិស័កសរិមតោអយ៉ាងមេរសច្ចៈបាបិមតោបរាជាយោព្រះពុទ្ធមានសេរីព្រះអង្គឈ្នះមាហើយមាមានចិត្តបាបចាញ់ព្រះអង្គហើយសុខោពុទ្ធានមោបាទោព្រះពុទ្ធទាំងកោពោពេញក្លាហានកសាងបារមីសេរីការរហូតដល់បានត្រាំងជាព្រះពុទ្ធក្រុមអង្គត្រាំងដឹងក្នុងលោកមានជ័យមានជោគប្រាជ្ញាមោះមុតព្រះអង្គឈ្នះមាសាងយន្តដោយសាងស្ត្រាវុធមុតគ្មានអ្វីដូចទ្រង់ត្រាស់ដឹងហើយនាំមកនៅសុខបំបែកសំបុកទឹកថេកំហូចដោយធัวទេសនាភ្លឺថ្លារងរោចសុខមានអ្វីដូចគឺព្រះនិព្វាន